រឿងផ្អើលសង្ខាកន្លះប្រទេសទៅហើយបើនិយាយជារួមសង្ខាម្ចាស់ក្រុមហ៊ុនមួយចំនួនគេទ្រាំអត់បានទេលក្ខណៈថាទ្រាំមិនបានតែម្ដងត្រូវតែចេញឆ្លើយភ្លាមតែបងចេញឆ្លើយបែបការបើកបង្ហាញដោយមានអញ្ជើញទាំងអ្នកកសែតបាទជាច្រើនរូបបងប្អូនដើម្បីឲ្យឃើញពីភាពពិតមូលហេតុអីបានមិនឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមសម្រាប់ការឆ្លងឆ្លើយតាមបណ្ដាញសង្គមខ្ញុំយល់ថាមិនគួរយើងអត់ចង់ឲ្យសាច់រឿងតពីមួយរឿងដល់មួយរឿងដល់មួយរឿងកាលណាតែយើងតមួយមកវិញមួយមកវិញមួយអញ្ចឹងកន្លះខែមិនទាន់ចាប់ផងអញ្ចឹងវាคล้ายជាសាច់រឿងមួយដែលបំពុលសង្គមអូសទៅឃើញតែយើងវល់ទៅវល់មកមានបងប្អូនខ្លះគាត់លើកឡើងចេះជុំគេមិនបាននិយាយឈ្មោះណាឧទាហរណ៍អញ្ចឹងណាគេមិនបាននិយាយឈ្មោះណាហើយមិនបានក្រុមហ៊ុនម៉ាក់អ៊ីរើសដាក់ខ្លួនបាទកន្លែងហ្នឹងខ្ញុំចង់សួរមួយតើអូរបស់គាត់មិនបានសម្ដៅមកក្រុមហ៊ុនម៉ាក់អ៊ីទេគាត់បញ្ជាក់ឲ្យថាមិនមែនក្រុមហ៊ុនម៉ាក់អ៊ីទេប៉ុន្តែការបកស្រាយខ្ញុំនេះមិនបានបកស្រាយទៅកាន់គាត់គាត់ទេខ្ញុំបកស្រាយមកកាន់មហាជនទាំងក្នុងនិងក្រៅប្រទេសកំពុងតែវែកញែកកំពុងតែសង្ស័យហើយមហាជនបងប្អូនទាំងអស់ក៏គាត់បានលើកឈ្មោះក្រុមហ៊ុនម៉ាក់អ៊ីចូលទៅខមមិនក្រុមហើយក៏ខ្ញុំបកស្រាយនេះដើម្បីបើកបង្ហាញឲ្យអតិថិជនរបស់ខ្ញុំដែលគាត់ប្រើផលិតផលខ្ញុំ8 9ឆ្នាំមកកុំឲ្យគាត់មានការភ័យបារម្ភឬគេថាប្រើផលិតផលម៉ាក់អ៊ីខូចសុខភាពអញ្ចឹងគាត់ប្រើឡើង9ឆ្នាំហើយគាត់បារម្ភហ្នឹងមែនទេបាទដោយសារមានខមមិនមួយចំនួនបងប្អូនគាត់ដាក់មកគាត់សង្ស័យដោយការនិយាយចេះចុះដូចជាក្រុមហ៊ុនម៉ាក់អ៊ីព្រោះឮថានៅកូរ៉េមានកូនស្រីស្អាតហើយកូនចែស្អាតមែនអញ្ចឹងណាបាទខ្ញុំស្អាតតាំងពីដើមបើសិនជាបងប្អូនណាម្នាក់មិនទាន់ជឿជាក់មិនទាន់ទុកចិត្តគិតថាឯកសារនោះមិនដឹងឯកសារអីផងសិតតែខ្លាយអីចឹងចេះយកឯកសារអីមកធ្វើអាងតាគេអត់ចេះកូរ៉េអីចឹងណាបងអាចតំណាក់តំណងមកកាន់ក្រុមហ៊ុនម៉ាក់អ៊ីផ្ទាល់ខ្ញុំអាចបើកបង្ហាញនិងជូនឯកសារទាំងអស់យកទៅឲ្យគាត់ scan បកប្រែមើលឲ្យច្បាស់តែមានអ្នកដែលគាត់ស្រឡាញ់អ្នកដែលគាត់ចូលចិត្តយើងអ្នកដែលគាត់ជ្រិញយើងក៏មានយើងអត់ដឹងទេចាអញ្ចឹងទៅតាមបេះដូងបងប្អូនចាតែសម្រាប់ម៉ាក់អ៊ីគ្រូសាម៉ាក់អ៊ីសូមធ្វើតែអំពើល្អបន្តទៅមុខទៀតបាទអញ្ចឹងគ្រូសាម៉ាក់អ៊ីហ្នឹងបូកទាំងខ្ញុំដែរមែនបាទចូលហើយគ្រប់ជំរាបសួរបងប្រុសបងស្រីអរគុណច្រើនណាស់សម្រាប់ថ្ងៃនេះដោយផ្ទាល់ដែលបងប្រុសបងស្រីបានបើកបង្ហាញពីការពិតដែលបងប្អូនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកចង់ដឹងពីក្រុមហ៊ុនម៉ាក់អ៊ីដោយផ្ទាល់ដោយសារអំឡុងពេលថ្មីនេះដូចបានឃើញនៅលើបណ្ដាញសង្គមដោយសារតែមានករណីដែលកើតឡើងបាទទៅលើការប៉ះទង្គិចបាទក្រុមហ៊ុនបងប្រុសបងស្រីដែលផ្ទាល់ទោះគេមិននិយាយឈ្មោះចំក៏ប៉ុន្តែតម្រួយវាចូលទៅបាទដូច្នេះហើយបាទក្នុងថ្ងៃនេះគឺជាការបញ្ជាក់បើកបង្ហាញពីផលិតផលរបស់ម៉ាក់អ៊ីគ្រប់មុខពីប្រទេសកូរ៉េតែមានចំណុចមួយដែលខ្ញុំចាប់អារម្មណ៍នៅក្នុងនឹងខ្ញុំឃើញថាបងប្រុសបងស្រីគឺជាម្ចាស់ក្រុមហ៊ុនម៉ាក់អ៊ីហើយមានផលិតផលជាច្រើនមុខថ្មីហ្នឹងមានករណីផ្ទុះឡើងដោយបងប្អូនបានឃើញលើបណ្ដាញសង្គមក៏ប៉ុន្តែខ្ញុំឃើញការឆ្លើយតបរបស់បងប្រុសបងស្រីមិនមែនជាការឆ្លើយតបដោយបង្ហោះឆ្លងឆ្លើយទៅវិញទៅមកដែលធ្វើឲ្យបណ្ដាញសង្គមវាហាក់បីដូចជាមិនចេះចប់មិនចេះហើយឬក៏បងប្អូនមួយចំនួនក៏តែងតែគិតថារឿងខ្លះវាជាករណីបំពុលបើកាលណាយើងឆ្លងឆ្លើយទៅវិញទៅមកហេតុអីបានបងប្រុសបងស្រីសម្រេចថារឿងផ្អើលសង្ខាកន្លះប្រទេសទៅហើយបើនិយាយជារួមសង្ខាម្ចាស់ក្រុមហ៊ុនមួយចំនួនគេទ្រាំអត់បានទេលក្ខណៈថាទ្រាំមិនបានតែម្ដងត្រូវតែចេញឆ្លើយភ្លាមតែបងចេញឆ្លើយបែបការបើកបង្ហាញដោយមានអញ្ជើញទាំងអ្នកកសែតបាទជាច្រើនរូបបងប្អូនដើម្បីឲ្យឃើញពីភាពពិតមូលហេតុអីបានមិនឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមសម្រាប់ការឆ្លងឆ្លើយតាមបណ្ដាញសង្គមខ្ញុំយល់ថាមិនគួរហេតុអីបាទពីព្រោះឥឡូវនេះអារម្មណ៍ពិតប្រកបរបស់គ្រួសាររបស់ខ្ញុំអត់អញ្ចឹងផងយើងអត់រីករាយនឹងភាពបំពុលសង្គមទេដោយសារយើងអត់ចង់ឲ្យសាច់រឿងតពីមួយរឿងដល់មួយរឿងដល់មួយរឿងកាលណាតែយើងតមួយមកវិញមួយមកវិញមួយអញ្ចឹងកន្លះខែមិនទាន់ចាប់ផងអញ្ចឹងវាคล้ายជាសាច់រឿងមួយដែលបំពុលសង្គមអូសទៅឃើញតែយើងវល់ទៅវល់មកអញ្ចឹងសម្រាប់ខ្ញុំអារម្មណ៍ខ្ញុំបេះដូងខ្ញុំផ្ទាល់ចរិតខ្ញុំផ្ទាល់គឺខ្ញុំអត់ស្រឡាញ់បែបហ្នឹងទេខ្ញុំអត់សូវចូលចិត្តនិយាយច្រើនទេប៉ុន្តែធ្វើពិតធ្វើឲ្យមើលមកអត់ចូលចិត្តឆ្លោះច្រើនទេតែបើថាមានបញ្ហាអីយកតែគាត់តាំងដោះស្រាយតាមបញ្ហាតាមផ្លូវច្បាប់អីចឹងទៅទៅមាននំណាភក្ត្រាមើលបងលក់ផលិតផល9ឆ្នាំជាងអីប្រើ Facebook តាំងពីឆ្នាំ2016មកដល់ឥឡូវបងប្អូនប្រកាសជាបានឃើញច្បាស់ហើយម៉ាក់អ៊ីអត់ដែលមាន share អ្នកនេះ share អ្នកនោះ comment វែកញែកចូល comment ជេរគេជេរឯងចេញវីដេអូជន់បលិចអ្នកណាគឺអត់ទេបាទមានតែមួយឯង
ផុសវីដេអូសบายពីគ្រូសាជាគំរូឲ្យបងប្អូនមើលចាលក់ផលិតផលល្អធ្វើទីផ្សារលេងកំ ផ្នែកឲ្យបងប្អូនញញឹមពីគ្រួសារយើងនេះជាក្តីស្រឡាញ់របស់ខ្ញុំបាទត្រង់ចំណុចនេះបងប្អូនអាចនឹងឆ្ងល់ហើយនឹងគិតថាចំភ័ក្រត្រាមិនគុំមិនសួររឿងផលិតផលម៉ាក់អ៊ីតើមកពីកូរ៉េពិតប្រាកដមែនអត់ពីកូរ៉េច្បាស់ 100% ប្រកាសមែនអត់ឬក៏ដូចបុគ្គលមួយចំនួនតូចគាត់លើកឡើងថាកូរ៉េបឡំបកៅហេតុអីខ្ញុំមិនសួរកន្លែងនេះមូលហេតុដែលភ័ក្រត្រាមិនសួរដោយសារភ័ក្រត្រាបានទៅដល់កូរ៉េហើយបានទៅដល់កូរ៉េបានទៅដល់ទីតាំងរោងចក្រផលិតបាទតែបានទៅគាត់ទាំងយិនសិនអញ្ចឹងគ្រប់បែបយ៉ាងហេតុអីភ័ក្រត្រាមិនសួរគឺភ័ក្រត្រាបានឃើញប្រកាសហើយអញ្ចឹងបើសួរថាតើភ័ក្រត្រាអាចជាសាក្សីឲ្យក្រុមហ៊ុនម៉ាក់អ៊ីបានទេកុំនិយាយថាជាសាក្សីខ្ញុំអាចបញ្ជាក់ជូនបើថាជាសាក្សីមិនមែនសាក្សីទេតែខ្ញុំបានទៅឃើញផ្ទាល់ថាគ្រប់មុខផលិតផលរបស់ក្រុមហ៊ុនម៉ាក់អ៊ីគឺបានផលិតចេញពីរោងចក្ររបស់ប្រទេសកូរ៉េ 100% មិនមែនកូរ៉េតែឈ្មោះហើយបន្លំផលិតពីប្រទេសផ្សេងនោះទេយើងនិយាយបែបនេះមិនមែនយើងនិយាយថាផលិតផលប្រទេសផ្សេងអត់ល្អទេប៉ុន្តែបើកាលណាយើងនិយាយពាក្យថាផលិតពីកូរ៉េតែទៅលួចផលិតពីប្រទេសផ្សេងក្រៅពីកូរ៉េអានឹងបានណាយើងបោកគេហើយប៉ុន្តែក្រុមហ៊ុនម៉ាក់អ៊ីគាត់និយាយថាផលិតផលរបស់គាត់ពីកូរ៉េគឺពីកូរ៉េមែនហើយសិតសឹងតែផលិតចេញពីរោងចក្រដែលស្តង់ដាមានការទទួលស្គាល់បាទត្រឹមត្រូវបាទទាំងច្បាប់ទម្លាប់ពេលដែលនាំផលិតផលពីកូរ៉េមកដល់ស្រុកខ្មែរគឺមានការទទួលស្គាល់ពីកូរ៉េមកដល់កម្ពុជាយើងគឺមានការទទួលស្គាល់ពីសមីក្រសួងជំនាញដែលពាក់ព័ន្ធទៅទៀតអញ្ចឹងផលិតផលម៉ាក់អ៊ីខ្ញុំហ៊ាននិយាយថាជាផលិតផលសុទ្ធល្អ 100% ហ៊ានបើកបង្ហាញការពិតអញ្ចឹងនិយាយថាពាក្យថាបើកបង្ហាញការពិតនឹងបើកមិនបើកត្រង់ថាគាត់ទៅដល់រោងចក្រថតបង្ហាញរឿងមួយទៀតបងប្អូនខ្លះអាចគិតថាអ្នកខ្លះគាត់ទៅដល់រោងចក្រធ្វើថតចេញចុះប៉ុន្តែទៅលួចផលិតពីនេះពីនោះរឿងអ្នកណាខ្ញុំមិនដឹងប៉ុន្តែរឿងបងប្រុសបងស្រីគាត់ហ៊ានទាំងអញ្ជើញអ្នកព័ត៌មានទៅដល់រោងចក្រនឹងទៀតបាទបានជួបថៅកែបានអីសពគ្រប់បែបយ៉ាងទាំងការបើកបង្ហាញនៅក្នុងថ្ងៃនេះដោយផ្ទាល់ដោយបងប្អូនបានឃើញទាំងប្រវេតក៏ដូចជាឯកសារនានាដែលពាក់ព័ន្ធនឹងផលិតផលរបស់គាត់បញ្ជាក់ថាជាផលិតផលស្តង់ដារពីកូរ៉េនឹងមានការទទួលស្គាល់នៅកម្ពុជាគឺបើកបង្ហាញពិតប្រាកដអស់ហើយតែសួរថាតើផលិតផលម៉ាក់អ៊ីប្រើទៅគុណភាពម៉េចបើឧបមាបងប្អូនគាត់សួរមកខ្ញុំវិញបងប្អូនអាចសួរទៅអតិថិជនដែលបានប្រើវិញបាទអតិថិជនដែលបានប្រើគឺគាត់ដឹងពីប្រសិទ្ធភាពរបស់ផលិតផលម៉ាក់អ៊ីហើយកាលណាស្តង់ដារសុវត្ថិភាពយើងប្រើដោយទំនុកចិត្តអត់ព្រួយបារម្ភតែដូចយើងតែងតែនិយាយថា100មិនមែនថាអូត្រូវទាំង100ទេប៉ុន្តែឲ្យតែបាន97 98អីហ្នឹងគឺគេហៅថាខ្ចោះហើយល្អហើយបាទហើយសួរថាអូចុះឧទាហរណ៍ដូចករណីទើបលើកឡើងយើងធ្វើនេះមិនមែនដើម្បីជន់បលិចបុគ្គលណាម្នាក់ទេហើយមានបងប្អូនអូកន្លែងហ្នឹងចង់គ្រប់សួរបងប្រុសបងស្រីបន្តិចមានបងប្អូនខ្លះគាត់លើកឡើងចេះជុំគេមិនបាននិយាយឈ្មោះណាឧទាហរណ៍អញ្ចឹងណាគេមិនបាននិយាយឈ្មោះណាហើយមិនបានក្រុមហ៊ុនម៉ាក់អ៊ីរើសដាក់ខ្លួនបាទកន្លែងហ្នឹងខ្ញុំចង់សួរមួយនិយាយរួមការបរិយាយវីដេអូរបស់គាត់មិនបានសម្ដៅមកក្រុមហ៊ុនម៉ាក់អ៊ីទេគាត់បញ្ជាក់ឲ្យថាមិនមែនក្រុមហ៊ុនម៉ាក់អ៊ីទេប៉ុន្តែការបកស្រាយខ្ញុំនេះមិនបានបកស្រាយទៅកាន់គាត់គាត់ទេខ្ញុំបកស្រាយមកកាន់មហាជនទាំងក្នុងនិងក្រៅប្រទេសកំពុងតែវែកញែកកំពុងតែសង្ស័យហើយមហាជនបងប្អូនទាំងអស់ក៏គាត់បានលើកឈ្មោះក្រុមហ៊ុនម៉ាក់អ៊ីចូលទៅខមមិនក្រុមហើយក៏ខ្ញុំបកស្រាយនេះដើម្បីបើកបង្ហាញឲ្យអតិថិជនរបស់ខ្ញុំដែលគាត់ប្រើផលិតផលខ្ញុំ8 9ឆ្នាំមកកុំឲ្យគាត់មានការភ័យបារម្ភឬគេថាប្រើផលិតផលម៉ាក់អ៊ីខូចសុខភាពអញ្ចឹងគាត់ប្រើឡើង9ឆ្នាំហើយគាត់បារម្ភហ្នឹងមែនទេអញ្ចឹងថ្ងៃនេះខ្ញុំបើកបង្ហាញហ្នឹងគឺដើម្បីបង្ហាញឲ្យអតិថិជនខ្ញុំគាត់ឃើញគាត់មានទំនុកចិត្តហើយបងប្អូនដែលមិនទាន់បានប្រើប្រាស់ផលិតផលម៉ាក់អ៊ីគាត់នឹងមានទំនុកចិត្តនឹងប្រើផលិតផលម៉ាក់អ៊ីចាប់ពីថ្ងៃហ្នឹងទៅបាទអញ្ចឹងបានន័យថាមិនមែនជាការឆ្លើយតបឆ្លងសាច់រឿងអីអត់ទេបានន័យថាដោយសារមានខមមិនមួយចំនួនបងប្អូនគាត់ដាក់មកគាត់សង្ស័យដោយការនិយាយចេញចុះដូចជាក្រុមហ៊ុនម៉ាក់អ៊ីព្រោះឮថានៅកូរ៉េមានកូនស្រីស្អាតហើយកូនចែស្អាតមែនអញ្ចឹងណាបាទខ្ញុំស្អាតតាំងពីដើមអញ្ចឹងទៅធ្វើឲ្យបងប្អូនគាត់វែកញែកក្នុងខមមិនអញ្ចឹងក្នុងនាមដើម្បីឲ្យជ្រះស្រឡះត្រូវតែបង្ហាញហើយខ្ញុំសរសើរមែនណាមិនមែនថាដោយសារតែស្គាល់បងប្រុសដោយសារស្គាល់បងស្រីមកនិយាយកាន់ជើងអីអត់ទេខ្ញុំសរសើរមួយទៀតត្រង់ថាក្រុមហ៊ុនបងហ៊ានបើកបង្ហាញទាំងអស់តាំងពីរោងចក្រកន្លែងផលិតច្បាប់អីសពគ្រប់បែបយ៉ាងប្រវេតអីគឺបានន័យថាលាបតដាងឲ្យបងប្អូនបាននិយាយរួមបើសិនអ្នកដែលគាត់មិនពេញចិត្តយើងមិនចូលចិត្តយើងអ្នកដែលគាត់ចាំតែចង់ជន់បលិចរបស់យើងទោះជាយើងបើកបង្ហាញប៉ុណ្ណឹងក៏ដោយហេងស៊យគាត់មិនទាន់ជឿជាក់លើយើងមិនទាន់ពេញចិត្តយើងទេអញ្ចឹងបានខ្ញុំហ៊ាននិយាយនៅក្នុងវីដេអូនេះថាបើសិនជាបងប្អូនណាម្នាក់មិនទាន់ជឿជាក់មិនទាន់ទុកចិត្ត
គិតថាឯកសារនោះមិនដឹងឯកសារអីផងសិតតែខ្លាញ់ខ្លាយអីចឹងចេះយកឯកសារអីមកធ្វើអាងតាគេអត់ចេះការ៉េអីចឹងណា បាទ បងអាចតំណាក់តំណងមកកាន់ក្រុមហ៊ុនម៉ាក់អ៊ីផ្ទាល់ខ្ញុំអាចបើកបង្ហាញនិងជូនឯកសារទាំងអស់យកទៅឲ្យគាត់ scan បកប្រែមើលឲ្យច្បាស់ បាទ ចារាល់ឯកសារខ្ញុំរបស់កូរ៉េនីមួយៗគ្រាន់តែ scan ចេញមកគេប្រាប់ហ្មងថាមកពីក្រសួងណាសម្រាប់លំដាប់សកលលោកអីចឹងទៅអញ្ចឹងបើសិនឯគាត់នៅតែមិនជឿជាក់ឬក៏គាត់នៅតែមិនពេញចិត្តចាយើងអត់អាចទៅបង្ខំគាត់ទេប៉ុន្តែបើបងប្អូនរស់នៅដោយមិនពេញចិត្តឬក៏ក្តៅក្រហាយដោយសារតែក្រុមហ៊ុនម៉ាក់អ៊ីមែនអត់អញ្ចឹងបងប្អូនអាចតំណាក់តំណងមកជួបម៉ាក់អ៊ីបានខ្ញុំនឹងបកគលឯកសារឲ្យបងប្អូនអង្គុយមើលមកឆ្អែតហ្មងចាយើងគិតថានឹងមានបកគលបែបហ្នឹង និយាយទៅយើងជាបឋិជនណាបើយើងនិយាយចូលផ្លូវធម៌តិចចុះយើងមិនអាចបំពេញតាមបំណងរបស់មនុស្សទាំងពួងបានទេដោយសារអីដោយសារយើងជាបឋិជននៅតែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយនៅតែមានមាឥឡូវយើងនិយាយបែបនេះមិនមែនអូយករឿងហ្នឹងទៅប្រៀបធៀបជាមួយព្រះពុទ្ធអត់ទេតែយើងចង់និយាយថាទោះយើងខំធ្វើមិនក៏ដោយចង់ទៀមទាឲ្យគេមកស្រឡាញ់យើង 100% អត់អាចទៅរួចទេអញ្ចឹងវាតែងតែមានអ្នកស្រឡាញ់តែងតែមានអ្នកគិតអញ្ចេះគិតអញ្ចោះអញ្ចឹងអ្វីដែលក្រុមហ៊ុនម៉ាក់អ៊ីបើកបង្ហាញ គឺគ្រាន់តែចង់ឲ្យបងប្អូនដែលសពេចសពិលគាត់បានឃើញច្បាស់តែបើបងប្អូនដែលគាត់ប្រើហើយគាត់ច្បាស់ហើយគាត់កាន់តែច្បាស់ថែមទៀតបាទហើយអ្វីដែលចេតនាបែបនេះ គឺមិនមែនជាចេតនាមួយដើម្បីទៅប្រអាប់បន្ទុចខាងណាមួយឬក៏ទៅជន់ភាគីណាមួយដែលគាត់ធ្លាប់លើកឡើងទេហើយខ្ញុំសរសើរមួយទៀតមិនមែនមកបញ្ជូសរសើរត្រង់ថាបងប្រុសបងស្រីគាត់គឺជាមនុស្សដែលអត់ចេះប៉ះអ្នកណាមុនមែនអាហ្នឹងតាមអីដែលខ្ញុំមានតំណែងតំណងកន្លងមកបានន័យថាធ្វើការងារតែខ្លួនឯងតែក្រុមហ៊ុនខ្លួនឯងលក់តែផលិតផលកំ ប្លែងខ្លះអីខ្លះសពរសធัวខ្លះអីខ្លះបានន័យថាយើងធ្វើតែបែបយើងចឹងទៅប៉ុន្តែវាពេលខ្លះវាពិបាកដែរដូចរឿងចរាចរណ៍តាមផ្លូវដូចរាល់ថ្ងៃយើងគ្រប់ច្បាប់ចរាចរណ៍ណាប៉ុន្តែ